ទឹកជំនន់ស្រកមិនទាន់បានប៉ុន្មានផងពេលនេះប្រទេសថៃនឹងប្រឈមទៅនឹងការធ្លាក់ភ្លៀងខ្លាំងមកវិញនៅខេត្តភាគខាងត្បូងប្រទេសស្របពេលដែលខ្យល់ពុលកំពុងតែកើនឡើងរួមរឹតតំបន់ភាគខាងជើងនិងកណ្ដាលប្រទេសនាយកដ្ឋានឧតុនិយមថៃនៅថ្ងៃទី4ខែធ្នូបានប្រមានថាប្រទេសថៃនឹងប្រឈមទៅនឹងភ្លៀងធ្លាក់កាន់តែខ្លាំងឡើងនៅទូទាំងខេត្តភាគខាងត្បូងប្រទេសក្នុងរយៈពេល24ម៉ោងខាងមុខនេះដោយមានភ្លៀងធ្លាក់ខ្លាំងជាពិសេសនៅក្នុងខេត្តចំនួន7ទន្ទឹមនឹងនេះក្នុងតំបន់មួយចំនួននៃភាគខាងត្បូងភាគឦសាននិងភាគខាងកើតប្រទេសក៏នឹងមានភ្លៀងធ្លាក់ពីកម្រិតស្រាលទៅមធ្យមលាយឡំជាមួយនឹងព្យុះផ្គររន្ទះនាយកដ្ឋានឧតុនិយមថៃបានអំពាវនាវឲ្យប្រជាពលរដ្ឋថៃដែលរស់នៅខេត្តភាគខាងត្បូងចូលប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើងពីភ្លៀងធ្លាក់ខ្លាំងនេះនិងត្រូវប្រុងប្រយ័ត្នចំពោះអាប់ហានិភ័យនៃអគ្គិភ័យកើតឡើងដោយសារតែខ្យល់ស្ងួតសូមជម្រាបថាបើតាមអង្គការសហប្រជាជាតិភ្លៀងមូសុងកាន់តែខ្លាំងបានវាយប្រហារភាគខាងត្បូងប្រទេសថៃជាកន្លែងដែលខេត្តចំនួន12បានរងផលប៉ះពាល់ក្នុងនោះយ៉ាងហោចណាស់មនុស្សចំនួន185នាក់បានស្លាប់367នាក់បានបាត់ខ្លួននិងជាង4លាននាក់បានរងផលប៉ះពាល់ជាមួយគ្នានេះកម្រិតខ្យល់ពុលនៅក្នុងប្រទេសថៃក៏កំពុងបន្តកើនឡើងផងដែរនៅទូទាំងភាគខាងជើងកណ្ដាលនិងទីក្រុងបាងកកនិងតំបន់ភាគខាងកើតប្រទេសគុណភាពខ្យល់មានកម្រិតពីមធ្យមទៅខ្សោយដោយមានខ្យល់ចេញចូលមិនល្អហើយនេះធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនាយកដ្ឋានឧតុនិយមថៃបានណែនាំថាសាធារណជនត្រូវតាមដានព័ត៌មានថ្មីៗអំពីអាកាសធាតុនិងត្រូវចាត់វិធានការប្រុងប្រយ័ត្នដើម្បីធានាសុវត្ថិភាពរបស់ពួកគេជាពិសេសក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងនិងកម្រិតខ្យល់ពុលកើនឡើង